មានអ្នកកសែតបរទេសម្នាក់សួរសំណួរទៅទាហានថៃមួយក្រុមថាតើអ្នកធ្លាប់បានដាក់គ្រាប់មីនក្នុងទឹកដីរបស់ខ្លួនក្បែរព្រំដែនប្រទេសកម្ពុជាដែរឬទេទាហានថៃមួយក្រុមបានឆ្លើយថាមិនធ្លាប់បានដាក់ទេអ្នកកសែតបានបន្តសួរថាបើដូច្នោះតើអ្នកបានដើរចូលទឹកដីរបស់ប្រទេសកម្ពុជាដែរឬទេព្រោះថានៅលើទឹកដីរបស់អ្នកក្បែរព្រំដែនប្រទេសកម្ពុជាមិនមានគ្រាប់មីននោះទេព្រោះអ្នកបាននិយាយថាអ្នកមិនដែលបានដាក់គ្រាប់មីននោះទេបើយ៉ាងដូច្នេះតើអ្នកគិតថាគ្រាប់មីនទាំងនោះជារបស់កម្ពុជាឬក៏ជារបស់ថៃឬក៏អ្នកលួចចូលជន់គ្រាប់មីនរបស់កម្ពុជានៅលើទឹកដីកម្ពុជាពេលដែលទទួលបានសំណួរដូចនេះក្រុមទាហានថៃទាំងនោះបានឆ្លើយថាពួកគេធ្លាប់បានដាក់គ្រាប់មីនដែរនៅពេលដែលមានសង្គ្រាមជាមួយនឹងកម្ពុជាដើម្បីកុំឲ្យទ័ពកម្ពុជារលចូលអ្នកកសែតបានបន្តសួរថាបើអញ្ចឹងតើអ្នកគិតថាបានដើរជន់គ្រាប់មីនដែលខ្លួនឯងបានដាក់ដែរឬទេក្រុមទាហានទាំងនោះបានខឹងសម្បាហើយឆ្លើយតបទាំងកំរោលថាគ្មានអ្នកណាដើរជន់គ្រាប់មីនខ្លួនឯងបានដាក់នោះទេអ្នកកសែតបានបន្តសួរទៀតថាតើអ្នកគិតថាកងទ័ពរបស់កម្ពុជាចូលមកដាក់គ្រាប់មីននៅលើទឹកដីថៃបានដោយរបៀបណាពួកទាហានថៃបានឆ្លើយថាទាហានកម្ពុជាអាចចូលមកនៅពេលយប់ឬនៅពេលដែលទាហានថៃសម្រាកមិនបានដើរល្បាតអ្នកកសែតបានសង្កត់សួរទៀតថាតើទាហានកម្ពុជាមិនខ្លាចជន់គ្រាប់មីនដែលថៃបានដាក់ទេឬហេតុអ្វីបានជាទាហានកម្ពុជាមិនបានជន់គ្រាប់មីនយ៉ាងដូចនេះបែរជាមានតែទាហានថៃដែលដើរជន់គ្រាប់មីនទៅវិញព្រោះអ្នកបានឆ្លើយថាអ្នកធ្លាប់បានដាក់គ្រាប់មីនដែរនៅពេលដែលមានសង្គ្រាមជាមួយនឹងកម្ពុជាពួកក្រុមទាហានថៃនៅស្ងៀមមិនបន្តឆ្លើយសំណួររបស់អ្នកកសែតបន្តទៀតឡើយទាំងមានអារម្មណ៍ថាមួម៉ៅអ្នកកសែតបន្តសួរទៀតថាតើអ្នកច្បាស់ទេថាព្រំដែននៃប្រទេសរបស់អ្នកនៅកន្លែងណាហើយកំណត់ព្រំដែនដោយរបៀបណាក្រុមទាហានថៃទាំងនោះទាល់ច្រករកឆ្លើយមិនចេញក៏បានដកយកផែនទីមកបង្ហាញអ្នកកសែតបន្តសួរទៀតថាតើផែនទីនេះមានការទទួលស្គាល់ដោយប្រទេសទាំងពីរកម្ពុជាថៃដែរឬទេហើយតើផែនទីនេះបង្កើតឡើងដោយរបៀបណាពួកទាហានថៃលែងឆ្លើយជាមួយនឹងអ្នកកសែតតទៅទៀតហើយបានព្យាយាមបញ្យល់នៅខ្សែបន្ទាត់ផែនទីរបស់ពួកគេនៅកន្លែងកងទ័ពរបស់ខ្លួនបានជន់មីនអ្នកកសែតក៏លែងសួរការសន្ទនារបស់ពួកគេក៏បានបញ្ចប់ត្រឹមនេះខ្ញុំសូមជម្រាបជូនទៅដល់សាធារណជនជ្រាបថានេះជានិស្ស័យក៏ដូចជាចរិតមិនថាជាជនជាតិថៃឬក៏ជាទាហានថៃឡើយគឺតែងតែមានចរិតកលិចកលុចភូតកុហកច្រើនតាមមិនទាន់នោះទេ